អូខេសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំចង់លើកទាក់ទងមួយ Single Page Application ឬក៏ហៅកាត់ថា SPA នឹងឯងឬក៏យើងហៅថា SPA អូខេអញ្ចឹង SPA មានន័យម៉េចគឺ Single Page Application អញ្ចឹងជាទូទៅ SPA វាមាននៅលើ React.js Vue.js AngularJS មានពពួក platform ជាច្រើនដែលគេ develop ឥឡូវគឺពពួក SPA អញ្ចឹង SPA មានអត្ថប្រយោជន៍ដូចខ្លះអញ្ចឹងបងប្អូន SPA វាជួយ performance ធ្វើឲ្យ page យើង run បាន faster ជាងមុនមានន័យថាវាអត់ load page ដដែល reload ឡើងវិញវាត្រូវ download property ទាំងអស់យកឡើងវិញអញ្ចឹងណាអញ្ចឹង SPA វា load តែ component នេះអញ្ចឹងវាត្រូវការ component មួយណាវាហៅតែ component អូខេ core component យកមក render នៅក្នុង content ឬក៏ layout នឹងឯងអូខេអញ្ចឹងចាប់ផ្ដើមមួយខ្ញុំទាំងអស់គ្នាអញ្ចឹងខ្ញុំបង្កើត new project ជា plane ខ្ញុំយក jQuery SPA កន្លែងនេះខ្ញុំយក none ខ្ញុំយក paste ហ្នឹងកើតក្រោយ PHP unit អញ្ចឹង Laravel recommend យើងប្រើ pasteចាំតិចដូចថាកំពុង download បច្ចេកអញ្ចឹងខ្ញុំសុំ push សិនកុំឲ្យរងចាំយូរអូខេអញ្ចឹងដល់ step នេះយើងយក SQL license ទៅអូខេយើងបង្កើត SQL license សម្រាប់យើង testing ដល់ពេលយើង run ជា production យើងរើស Postgres SQL ឬក៏ MongoDB សាច់តែយើងអាចប្រព័ន្ធប៉ុន្តែ recommend ប្រើ Progress SQL ទៅសម្រាប់ production ចុងឡើយនេះខ្ញុំសុំ push សិនដើម្បីឲ្យយើងលឿនបន្តិច SPA នេះយើង support គ្រប់ version របស់ Laravel ទាំងអស់ព្រោះយើងអត់មានត្រូវការអីទេអញ្ចឹង requirement យើងមើលលើ requirement អូខេយើងបង្កើត new project មកអញ្ចឹង requirement យើងតម្លើងតែ jQuery មួយជាការស្រេចអូខេយើងតម្លើងតែ jQuery មួយទេយើងមានត្រូវការ package ឲ្យច្រើនទេpackage ខ្លះដែលយើងត្រូវការប្រើដូចជា data table ឬក៏អីយើងអាចយកតម្លើងមកថែមអូខេ run build ខ្ញុំ yes អូខេឥឡូវបញ្ជីយើងបង្កើតហើយអញ្ចឹងយើងចូលបើកបញ្ជីយើងតែម្ដងខ្ញុំបើក Visual Code អូខេអូ
ឈប់ខ្ញុំសុំខ្វែសិន CD សិន CD វិជីយើងសិនចាំមកចាំបើកVisual Code អូខេអញ្ចឹង map plane វាមានអីច្រើនទេវា default model មានតែ user មួយទេ default controller អត់មានអីទេ plane ទាំងអស់សុទ្ធតែ plane អូខេ route plane អូខេឥឡូវយើងត្រូវការតឡើង packet អញ្ចឹងខ្ញុំ copy command នេះដើម្បីយើងតឡើង jQuery អូខេ vulnerability 0 កន្លែងនេះយើង add នៅក្នុង path នេះ resource.js app.js អញ្ចឹងយើង edit វាមកយើង import jQuery import តាមហ្នឹងមកអញ្ចឹងយើងចូលទៅកន្លែង resource.js JS app យើង import វាចូលមក cell អញ្ចឹងយើង test មើលយើងអាចប្រើ console.log អូខេ jQuery working អញ្ចឹងនៅក្នុងបច្ចេកយើងដដែលមក composer run dev អូខេវារ៉ានហើយខ្ញុំសូមចុចអូខេ sorry អូខេខ្ញុំអស់ច្រឡំមិញអូខេនេះជាតិចយើងអត់មានអីទេប្រឡែងអញ្ចឹងយើង inspect មកមើល console sorry console អញ្ចឹងឃើញហើយនេះអញ្ចឹងជា query យើងដែរអូខេអញ្ចឹងនៅក្នុង page resolve view អញ្ចឹងនៅក្នុងនេះខ្ញុំលុបចោលខ្ញុំអត់ត្រូវការទេខ្ញុំ copy តែ white មួយទេខ្ញុំយក html file អូខេកន្លែងនេះខ្ញុំផាសនេះជា web server វា call cs និង app.js អញ្ចឹងកន្លែងនេះខ្ញុំដាក់ laravel jQuery SPA អូខេអត់មានអីទេគេអត់មានអីទេប្លែងតែស្អាតអញ្ចឹងនៅក្នុងនេះយើងចាប់ផ្ដើមមកខ្ញុំបង្កើតកន្លែងនេះយើងអាចដូរមកយើងអាចដូរឈ្មោះវាដាក់ app យើងដាក់ជា app មកអូខេស្តៀង React ដែរអញ្ចឹងនៅក្នុង body ខ្ញុំមានខ្ញុំបង្កើត div មួយ ID វាខ្ញុំដាក់ជា content ខ្ញុំដាក់អូខេខ្ញុំដាក់ជា content តបមកខ្ញុំបង្កើតនៅក្នុង view យើងបង្កើត folder 2មកយើងមាន
component អូខេនៅក្នុងបន្ទាប់មកយើងបង្កើត page សម្រាប់យើង render ភូសភ័យផ្សេងអូខេចឹងនៅក្នុង component នេះខ្ញុំបង្កើតheader menu មួយអូខេចឹងនៅក្នុងនេះខ្ញុំបង្កើតដាក់ 9 អូខេទី1 home តមកខ្ញុំដាក់ about អូឈប់បើ a tag ដាក់ home ចឹងនៅក្នុងនេះខ្ញុំដាក់វាជា component ស្មើ home component នឹងឲ្យ hub មក home navigate អូខេខ្ញុំសុំ copy about ហើយនេះមាន contact អូផ្លេចហើយនេះខ្ញុំដាក់ about contact តមក setting អូខេ component នេះមានកន្លែងនេះសារយើងដាក់មិនក៏បានដែរយើងមិនដាក់ component ក៏បានដែរតែយើងធ្វើអញ្ចឹងដើម្បីងាយស្រួលអូខេអញ្ចឹងនៅក្នុងនេះខ្ញុំបង្កើត script មួយអូខេខ្ញុំ save សិនអញ្ចឹងនៅក្នុង page នេះយើងលើ component នេះខ្ញុំ include វាចូលមកអូខេខ្ញុំ include header នេះខ្ញុំធ្វើការ save អញ្ចឹង welcome not found ដោយសារយើងបានដូរឈ្មោះយើងមើលទៅលើ route របស់វាចឹងកន្លែងនេះយើងដូរពី welcome ទៅជា app មកអូខេអញ្ចឹងនៅកន្លែងនេះទីទៀតខ្ញុំប្រាប់ថាត្រូវធ្វើម៉េចសម្រាប់ render វាអញ្ចឹងយើងទៅមើល page សិនអូខេដាក់ហើយនេះអញ្ចឹងយើងកាត់ style setting មកអញ្ចឹងនៅក្នុង CSS អូខេកន្លែងនេះខ្ញុំអត់យកទេ default អូខេ box spacing ខ្ញុំយក0 body margin 0 padding 0អូខេអញ្ចឹងខ្ញុំបង្កើត class មួយ header menu header menu ខ្ញុំ display វាទៅជា flex អញ្ចឹង column gap ខ្ញុំដាក់10អូខេ background color ខ្ញុំយកអាចជា PPP map color ខ្ញុំយក white អូខេអញ្ចឹងនៅក្នុង header នេះខ្ញុំ assign class ចូល header menu
អូខេមកតែថាមាន A លេងអីទៀតយើងអូខេអញ្ចឹងនៅក្នុងតមកយើងដាក់ list style វា none អូខេអញ្ចឹងនៅក្នុងហ្នឹងវាមាន a tag អញ្ចឹងយើងដាក់មកអូខេ header menu a ចឹងខ្ញុំឲ្យ text decoration វា none ហើយ color វាយើងយក white កន្លែងនេះយើងមិនបាច់ដាក់ក៏បានដែរអូខេតមកខ្ញុំឲ្យ header a has hover color ខ្ញុំយក orange តមកខ្ញុំបង្កើតមួយទៀតហើយ a dot active color orange ដូចគ្នាអូដាក់ចេះយើងអាចដាក់ចេះក៏បានដែរក្បៀសមក a dot active អូខេយើងផ្លាយជាគ្រប់ព្រោះវា assign ដូចគ្នាទេអូខេខ្ញុំសុំដាក់ padding ឲ្យតិចមកកន្លែងនេះដាក់ padding 10អូខេខ្ញុំយក10 padding 10អូខេអូខេ margin វា margin top ហើយខ្ញុំយក padding ឲ្យដាក់15 gap ខ្ញុំអាចយក20ដើម្បីវា ឃ្លាតឆ្ងាយគ្នាបន្តិចអញ្ចឹង10វាលើសពេកខ្ញុំសូម8បាទអូខេ0អូខេ0 Chin top 0អូខេហើយយើងคลิก not found ដោយសារយើងមិនទាន់បានបង្កើត component ឬក៏ page អូខេអញ្ចឹងនៅក្នុងនេះខ្ញុំអូខេក្នុង header អញ្ចឹងក្នុង header ខ្ញុំមាន script អញ្ចឹងខ្ញុំដាក់មក document query selector all អញ្ចឹងយើងចាប់ component នេះអូខេចាប់ component មក for each អូខេខ្ញុំប្រើ for each អញ្ចឹងខ្ញុំដាក់វាជា a tag arrow function អញ្ចឹង a dot add listener click function អូខេអញ្ចឹង e dot prevent default អញ្ចឹង prevent default នេះគឺយើងការពារនៅពេលដែល click ទៅវាអត់ redirect ទេចាដាក់ទេអូខេតោះមកយើងពេល click យើងអាចប្រើ console log មើលiris អូខេ
ចឹងខ្ញុំ click អូខេអូខេចឹងនៅក្នុងតមកយើងចូលទៅមើល route យើងបង្កើត component page អញ្ចឹង page ខ្ញុំមាន home អូខេ home ខ្ញុំដាក់ h1 I am home page ខ្ញុំ save ដល់មកខ្ញុំបង្កើតទៀតនៅក្នុង about ដូចគ្នាមកcontact page okay setting page okay setting page តមកយើង click អូខេអត់តន់ដើរទេ not working yet យើងទៅមកទៀត route ចាំមើលទៅមើល route ដោយសារយើងអត់តន់បោះអញ្ចឹងនៅក្នុងនេះយើងដាក់មក any អូខេដើម្បីយើងហុញទៅ default ឬហុញទៅ any app ចំតមកយើងបង្កើត route 3ទៀតអានេះ default route anyអូខេ any route អូខេ route ចឹងមកតមកកន្លែងនេះយើង navigation route អូខេចឹងខ្ញុំដាក់មក route get ជាមួយ home plus navigate អូខេចឹងខ្លះទៅ home ចឹងខ្ញុំត្រូវការ control ឲ្យពួកយើងត្រូវការបោះ data អញ្ចឹងខ្ញុំបង្កើត controller មួយnavigate control navigate controller ខ្ញុំត្រូវការ controller មួយដើម្បីយើងពលពេលដែលយើងចាប់ page យើងត្រូវការ data return response data យើងត្រូវការ data per route per controller អូខេ use app get អូខេចឹងកន្លែងនេះ class តមកយើង call function មួយខ្ញុំដាក់ថា home ចឹងហើយវា return to home អូខេតមកខ្ញុំបង្កើតមួយទៀត about contact setting វាមាន4ហើយអូខេតមកយើងបង្កើត function
home ចឹងយើងឲ្យវា return ទៅ view ព្រោះកន្លែងនេះយើងអាចបោះបើសិនជាយើងមាន data គេថាខ្ញុំដាក់ home ចឹងទៅកន្លែងនេះយើង view នៅក្នុង page dot home យើងកន្លែងនេះយើងដាក់មក title arrow ទៅ title យើងធ្វើ controller ដើម្បីយើង response data របស់ទៅឲ្យ page component របស់យើងនេះអញ្ចឹងយើង return ទៅ view page មួយនេះហើយ component របស់ home អញ្ចឹងខ្ញុំបង្កើត4ទៀតអូខេកន្លែងនេះខ្ញុំ set sorry about contact តមក setting ឡើងមកអូ sorry ជាន់គ្នាជាងណា function ចូលនេះវាអត់ឲ្យទេអូខេហើយយើងមើល home ប៉ុន្តែអត់ទាន់ធ្វើការទេដោយសារយើងអត់ទាន់ navigate អូខេអញ្ចឹង route component យើងបង្កើតហើយអញ្ចឹងអូខេយើងអាចឆ្លាស់ដាក់ home about ឃើញទេយើងចុចឯងប៉ុន្តែវាអត់ប្រែប្រួលទេដោយសារយើងអត់ទាន់ render វាចេញមកហើយកន្លែងនេះយើងនឹងធ្វើការ pass active អូខេអញ្ចឹងកន្លែង header អញ្ចឹងកន្លែងនេះខ្ញុំចង់ឲ្យវា default បើសិនជាអញ្ចឹងបើសិនជា request path small បើឲ្យវា active បោះ class បំផុតប្លេកនេះជា condition អូខេហើយនេះបើសិន path វា small about active contact setting about home អូដោយសារយើងបោះនេះជា home តែពិតជាងដាក់ទៅទេ about settingអូខេ settingអូច្រឡំ setting អូខេអញ្ចឹងយើង click ទៅអត់ទាន់ដាក់ទេអូខេអូខេយើង click មកចេញទៅ edit អញ្ចឹងខ្ញុំចង់ឲ្យវាខ្លួនវា doc ខ្ញុំ add ឲ្យវា active ចឹងនៅពេលដែលយើង click ឲ្យវា active
active ប៉ុន្តែអាផ្សេងនេះអត់ remove អញ្ចឹងយើងត្រូវ clear វាអញ្ចឹងខ្ញុំបង្កើត clear function មួយ link in active អូខេខ្ញុំដាក់ document dot query component ដូចគ្នាខ្ញុំអាច copy ឡើងនេះមកបាក់សេកន្លែងនេះយើងដាក់អូខេខ្ញុំដាក់ចេះមួយខ្ញុំបង្កើត dot for each ខ្ញុំដាក់ a ទៅដល់ arrow function class list dot remove active អញ្ចឹងយើងត្រូវ remove ពួក active ចោលសិនអូខេដើម្បី remove active ផ្សេងមុននឹងយើងអូខេប៉ុន្តែតន render component ចេញមកខ្ញុំធ្វើការ render component អញ្ចឹងអូខេថ្មខ្ញុំបង្កើត function មួយ navigate page ថ្មខ្ញុំយក component អូខេអញ្ចឹងខ្ញុំដាក់យើងធ្វើការធ្វើ process request route ខ្ញុំធ្វើការ jQuery មួយ function jQuery អូខេតោះមកខ្ញុំធ្វើ get តែកន្លែងនេះខ្ញុំមិនបាច់ចាំបើក function ទៀតទេដើម្បីហៅទៅ component តែម្ដងអញ្ចឹងកន្លែងនេះខ្ញុំ get component function data អញ្ចឹងអូខេអញ្ចឹងខ្ញុំអាច console សិនមក data អញ្ចឹងកន្លែងនេះnavigate page នេះខ្ញុំបោះ component នេះ component របស់វាអញ្ចឹងវាជា attribute អញ្ចឹង a dot get attribute attribute ឈ្មោះអីគេ component អូខេអញ្ចឹងខ្ញុំ save អូខេយើងចេញមកបោះហើយអូខេអញ្ចឹងយើងត្រូវការវាបោះ render ចូលហើយនេះអញ្ចឹងឲ្យ render នៅក្នុង app របស់យើងមាន content ឲ្យវា render ចូលកន្លែងនេះអញ្ចឹងយើង id dot append data អូខេអញ្ចឹងមុននេះយើងឲ្យវាយើងដាក់ empty ឲ្យវា clean អាចាស់ហើយបោះតនីថ្មីចូលមក
okប៉ុន្តែមកអត់ត្រូវអូខេយើងទៅ fix អូខេឬអញ្ចឹងយើងឆែកសិនអូ component ខ្ញុំសេកុំខុសអញ្ចឹងខ្ញុំសុំកែវិញសេ component ចេញ comment អូខេ component អូខេចេញហើយ home page contact setting as error កន្លែងនេះអូខេអញ្ចឹងដើរហើយយើងមើល about អញ្ចឹងខ្ញុំដាក់នៅក្នុង content ខ្ញុំឲ្យវា padding អូខេអត់ refresh ទេអត់ reload អញ្ចឹងខ្ញុំ refresh អូខេដល់ពេល refresh វាអត់ចេញតែធ្វើម៉េចតោះតែយើង click អូខេខ្ញុំ refresh នៅក្នុង route setting setting អូខេជប់ internal error អូខេប្រហែលជាវារកនេះអត់ឃើញ setting navigate setting អូខេខ្ញុំសុំ check តិចសិនត្រូវហើយកន្លែងនេះក៏ត្រូវដែរអូខេ setting អូខេ setting ខ្ញុំឆែកមើលប្រហែលជាអាចខុសព្យាងឈ្មោះវាជាន់អញ្ចឹងយើងអាចដូរតិចទេយើងអាចដូរ setting at f ទៅមកកន្លែងនៅក្នុងនេះខ្ញុំលុប s ចោលអូ yes yes អូខេទៅមកខ្ញុំអូខេហើយ setting ចាំខ្ញុំ fix ឥឡូវបញ្ហាយើងចូល contact យើង reload អត់ឃើញអូខេអញ្ចឹងយើងត្រូវការដកមួយអូខេDOM content load it
function ចឹងនៅក្នុងនេះយើងបើសិនជាវា load ឲ្យវាទៅចាប់ page ជាមួយនឹង current page អញ្ចឹងខ្ញុំដាក់ខ្ញុំប្រើបែបនេះ location dot path name ស្មើបែបនេះ true ខ្ញុំឲ្យវា navigate to home navigate L I will navigate to location dot path name អូខេខ្ញុំចុចធ្វើចេះវាខ្លី if else ខ្លីអូខេ setting មានបញ្ហាខ្ញុំទៅមើលតិច setting the palette let's go setting palette អូឃើញso យើងអត់បានដាក់ slash អូខេនេះខ្ញុំបាច់ដាក់ក៏បានដែរយើងដាក់បែបនេះកន្លែង navigate នេះហើយបែបនេះក៏បានអូខេ អូខេfix បែបនេះអូខេអូខនថា not found អូខេខ្ញុំឃើញមិញមានកំហុសកន្លែងនេះបន្តិចកន្លែងខ្ញុំ fix រួចហើយមានកំហុសអូខេ setting អញ្ចឹងដូរវិញដូរនៅអូខេខ្ញុំសុំបិទអូខេអញ្ចឹងកន្លែងនេះអូខេវាមានបញ្ហាอะไรមិនតិចអូខេឥឡូវយើងមើលយើងចុចប៉ុន្តែនៅពេលដែលយើង refresh អត់មកអូខេយើងធ្វើម៉េចចុចនៅលើដុំអូខេអញ្ចឹងកន្លែងនេះដោយសារវាអត់មាន component យើងត្រូវការ create alien មួយ per cons ក៏បាន document dot create
get dot create អូមែនទេកន្លែងនេះយើងបូក navigate ព្រោះកន្លែងនេះយើងដាក់ navigate បូក navigate ហ្នឹងមិនត្រូវតែបើថាការ component នេះទេខ្ញុំច្រឡំអូខេយើង reload ចឹងវាអត់ទាន់ដែរអូខេ path setting អត់ត្រូវចឹងកន្លែងនេះសំដោះកន្លែងនេះចោលវិញអូខេដាក់ហើយចឹងក្នុង contact ប៉ុន្តែវាលោតទៅ setting ដោយសារកន្លែងនេះយើងអត់ទាន់បានដាក់ push state ខ្ញុំដាក់ contact អូខេខ្ញុំសេខុស contact អូខេចឹងបន្ទាប់ពីយើង render មកយើងឲ្យ history dot push state ណា push state ទៅដល់ component អូទេកន្លែងនេះយើង push state ទៅលើខាងលើអូខេ push state កន្លែងនេះ a.address contact setting contact កន្លែងនេះក៏ដូរដែរដោយសារយើង push state ដូរពេលដែលយើង refresh page load contact page មក about ចឹងដូចតែ Laura Vue React Vue router ដែរអូខេដូចគ្នាខ្ញុំសុំ refresh អូខេ done អូខេចឹង title ចឹងកន្លែងនេះយើងដាក់មកtitle ស្មើ document dot title យើងឲ្យ document dot title ស្មើថា addressអូខេសម្រាប់ title យើងដាក់នៅក្នុង page ព្រោះដោយសារនៅក្នុង page យើងមានបោះនៅក្នុង controller យើងមានបោះ title ចឹងយើងចូលទៅក្នុង about ខ្ញុំបង្កើត script ចឹងថាស្មើអូខេ title នេះវាចាប់ title data prop ចេញមកចឹងខ្ញុំ document អូខេ document dot title ស្មើឲ្យ title plus document dot title យើងធ្វើមាន default របស់វា default title ព្រោះពេលដែលយើងចូលទេវាឡើងវាបន្តរហូតចឹងធ្វើមាន default title មួយ
យើងធ្វើមាន default អញ្ចឹងនៅក្នុង default ហើយយើងដាក់នៅក្នុង env នេះយើងដាក់ was jQuery SVA អញ្ចឹងយើងយក variable នេះទៅប្រើដល់យើងអញ្ចឹងនេះ title ថ្មី existing title យើង env app name នេះយើងចាប់ទៅ data env នេះជាប្រភេទ library env អញ្ចឹងខ្ញុំចូល about ប៉ុន្តែយើងត្រូវការ space យើងដាក់កន្លែងនេះយើងដាក់ space តិចមកអូខេអញ្ចឹងកន្លែងនេះខ្ញុំអាចដាក់ script នៅក្នុង contact about contact home setting okay about អូខេខ្ញុំថែមទៀតទៅខ្ញុំយើងអាចនៅក្នុង app name out support ទេអញ្ចឹងយើងដាក់ចេះ out support អញ្ចឹងខ្ញុំសុំថែមនៅក្នុងនេះយើងថែម dash តែពិតទៅកន្លែងនេះយើងអាចប្រើបោះចេញពីនៅក្នុង firewall ទៅមូលហ្មងក៏បានដែរខ្ញុំសុំមើលសិនខ្ញុំសុំ close សិនអត់ច្រើនទេតែបន្តិចទេធ្វើការតែប៉ុណ្នេះរួចស្រេចលឿនអូខេខ្ញុំ close ដើរវិញ composer ដើរវិញហើយអញ្ចឹងបើ contact នេះ home about contact setting អញ្ចឹង JavaScript SPA គឺមានប៉ុណ្ណឹងអញ្ចឹងបើបងប្អូនចង់បាន source code ចាំខ្ញុំ upload ទៅក្នុង GitHub អញ្ចឹងចាំមើល link នៅខាងក្រោមជាមួយនឹង GitHub អរគុណនេះយើងអាចប្រើ loading មួយទៅខ្ញុំសុំចូល CF អូ
ខេខ្ញុំសូម copy loading code មួយនេះជា loading code ខ្ញុំយើងដាក់នៅក្នុង app អូខេនៅក្រោម content នេះយើងដាក់ div មួយហត់ដល់ខ្ញុំវាយអញ្ចឹងឲ្យអូខេចឹងនៅក្នុង on click យើងឲ្យវា loading sorry so ចឹងនៅពេលដែលវា navigate ចប់ឲ្យវា hide អូខេហើយអញ្ចឹង spin នេះយើងអាចឲ្យរត់ខាងលើ bar នេះក៏បានយើងរើ cs static ដាក់វា spinning on progress bar ទៅដូច router របស់ React ឬក៏ Vue.js អីដូចគ្នាអញ្ចឹងអត់មាន refresh page ទេអត់មានតែការ reload page ទេអូខេចឹង SPA សម្រាប់នេះគឺមានតែប៉ុណ្ណឹងបាទអរគុណសម្រាប់ការចូលរួមរបស់បងប្អូន